បងប្អូនទាំងអស់គ្នាមកស្ដាប់ពាក្យស្នើសុំរបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលឡើងតាមជើងខោឪមួយថ្ងៃនៅតែក្រោយកទុយក្បិនឪទេឪចង់ច្អល់ឆ្វេងច្អល់ស្ដាំអត់មានចេះធ្វើអីទេចង់និយាយថាឥឡូវនេះគេស្នើសុំកុំឲ្យប្រជាពលរដ្ឋមានការសួរដេញដោលរឿងបាត់ដីបាត់ធ្លីអញ្ចឹងណាឥឡូវស្ដាប់ទាំងអស់គ្នាទេបងប្អូនការបញ្ជាកងទ័ពឲ្យដកថយក្រោយបទចម្បាញ់អត់មានទេហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលសួរក្រោយបទចម្បាញ់ហ្នឹងបាត់ណាខ្លះការពីណាខ្លះមេតបណាស្លាប់មេតបណារស់ចំនួនមិនទាន់ចប់ទេបញ្ហាវានៅការយោធាយ៉ាងណាអូលក្ខការយោធាប៉ុន្តែខ្ញុំសូមកុំសួរអញឆ្ងល់ថាហេតុអីមិនឲ្យគេសួរគេគឺជាជនរងគ្រោះប្រជាពលរដ្ឋរងគ្រោះបាត់ដីបាត់ផ្ទះណាថៃរាយបលាលួសយកឲ្យមិនឲ្យប្រជាពលរដ្ឋសួរបាត់តាណាខ្លះអីតាណាខ្លះមិនក៏មិនឲ្យប្រជាពលរដ្ឋសួរអញឆ្ងល់ត្រង់ហ្នឹងនេះធ្វើដល់ថ្នាក់ដឹកនាំអត់មានសមត្ថភាពការពារផ្ទះដីប្រជាពលរដ្ឋផងឲ្យមកនិយាយអត់ឲ្យប្រជាពលរដ្ឋសួរទៀតអាហ្នឹងមានន័យថាម៉េចមានន័យថាម៉េចមើលឲ្យសួរអញ្ចឹងបានថាទៅរៀនដល់ក្រៅប្រទេសទៅរៀនដល់ចង់ភពផ្កាយហើយក៏ប៉ុន្តែមកដឹកនាំប្រទេសក្រោយក៏ទុយក្បិនឪអដែលហើយមកនិយាយអញ្ចឹងអីវិញបានសម្រាប់អសមត្ថភាពក្នុងការដឹកនាំសូមមេត្តាទទួលស្គាល់ការពិតពីអ្វីដែលខ្លួនឯងនិយាយហ្នឹងទទួលស្គាល់ខ្លួនឯងថាខ្លួនឯងអសមត្ថភាពក្នុងការដឹកនាំកុំមកស្នើសុំគេពីព្រោះប្រជាពលរដ្ឋអ្នករងគ្រោះបាត់ដីបាត់ផ្ទះគេរាយលួសយកដីអស់ហើយហេតុអីមិនឲ្យគេសួរក្មេង10ឆ្នាំក៏វាដឹងដែរវើយធ្វី